ជំរាបសួរបងប្អូនថ្ងៃនេះចង់ចែករំលែកបងប្អូនពីរបៀបធ្វើភីហ្សាស្រួលៗយើងបាច់ប្រើម្សៅអីទេយើងអាចធ្វើបានដោយគ្រាន់តែប្រើនំ tortilla នេះណាតែគ្រឿងផ្សំដែលត្រូវទិញមានតែឈីសហើយនិងនំ tortilla ហ្នឹងទេក្រៅពីហ្នឹងយើងអាចធ្វើខ្លួនឯងបានទាំងអស់សូម្បីតែទឹកប៉េងប៉ោះនេះក៏យើងអាចធ្វើខ្លួនឯងបានដែរងាយស្រួលមែនតើហើយសន្សំលុយឲ្យបានឆ្ងាញ់ទៀតសម្រាប់នំ tortilla នេះថ្ងៃនេះខ្ញុំចង់ដាក់ពីប្រទេសហើយបងប្អូនចង់ដាក់តែមួយបន្ទះក៏បានដែរខ្ញុំចង់ដាក់វាពីប្រទេសចឹងខ្ញុំដាក់ដំឡូងកដាលសិនហើយបន្ទាប់មកបានខ្ញុំដាក់ម៉ាសតបទៀតពីលើសម្រាប់ការធ្វើនេះផងដែរនិយាយទៅងាយស្រួលមែនទែនយើងមិនបាច់មានម៉ាស៊ីនដុតនំក៏បានដែរយើងមានត្រឹមតែ air fry ក៏បានដែរបន្ទាប់មកបងប្អូនលាបទឹកប៉េងប៉ោះនឹងឲ្យពេញមកដើម្បីឲ្យយើងងាយក្នុងការដែលរោយគ្រឿងហើយសម្រាប់គ្រឿងហ្នឹងបងប្អូនចង់ដាក់មិនក៏បានដែរប៉ុន្តែបងប្អូនឆាវាសិនណាឆាហ្នឹងយើងអត់មានដាក់អីទេយើងគ្រាន់តែដាក់ប្រេងឲ្យវាមានសំណើមទៅសម្រាប់សាច់គោបងប្អូនឆាវាឲ្យហើយក៏បានដែរតែនាងខ្ញុំដាក់ទាំងចឹងគ្រាន់ថាបើសិនជាដាក់ស្រស់ដូចនាងខ្ញុំអញ្ចឹងពេលអាំងទៅវាអាចនឹងចេញទឹកសម្រាប់ស្នូលដែលដាក់ពីលើហ្នឹងបងប្អូនចង់ដាក់បន្លែអីក៏បានដែរចង់ដាក់ជា broccoli ឬក៏ចង់ដាក់ជាផ្សិតអីផ្សេងហ្នឹងតាមចំណង់ចំណូលចិត្តឬក៏យើងអាចដាក់ hot dog អីអញ្ចឹងក៏បានដែរបងប្អូនចង់ឲ្យបន្លែដែលយើងដាក់ពីលើនំហ្នឹងវាខាំជាប់ល្អទៅនឹងនំបងប្អូនអាចដាក់ពីលើរោយប៉េងប៉ោះហ្នឹងគឺដាក់ឈីសមកសាសិនហើយបន្ទាប់មកចាំដាក់បន្លែចូលអានេះខ្ញុំយកទៅដុតនៅក្នុង air fry ចំនួន10នាទីតែប៉ុណ្ណឹងមករសជាតិវាឆ្ងាញ់តែម្ដងសម្រាប់ការធ្វើទឹកប៉េងប៉ោះលាបភីហ្សាហ្នឹងគឺស្រួលមែនតើចាំនឹងខ្ញុំផុសនៅក្នុងសតឲ្យបងប្អូនទាំងអស់គ្នាមើលសម្រាប់ការធ្វើបែបនេះគឺឆ្ងាញ់ណាស់បើសិនជាបងប្អូនចូលចិត្តញ៉ាំភីហ្សាដោយអត់មានម្សៅក្រាស់ហ្នឹងគឺធ្វើបែបហ្នឹងគឺស្ដើងហើយម្សៅអាក្រោម tortilla ហ្នឹងគឺវាទន់ល្អតែម្ដងខ្ញុំធ្វើរូបរាងមិនសូវជាស្អាតមែនទេបងប្អូនអើយប៉ុន្តែរសជាតិវាឆ្ងាញ់ខ្ញុំធានាអាចសាកធ្វើបានហើយម្យ៉ាងយើងក៏មិនសូវជាចំណាយលុយច្រើនដែរងាយស្រួលយើងធ្វើញ៉ាំនៅផ្ទះមិនបាច់ទិញគេទៀត